សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Bright Idea បន្ទាប់ពីភ្លៀងរួចនៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្ដើមជះមកវិញបាតុភូតធម្មជាតិដ៏ស្រស់ស្អាតមួយដែលយើងតែងតែទន្ទឹងរង់ចាំមើលគឺឥន្ទនូខ្សែកោងពណ៌ស្រស់ឆើតឆាយទាំង7ពណ៌ដែលលាតសន្ធឹងកាត់ផ្ទៃមេឃបានទាក់ទាញចិត្តមនុស្សគ្រប់ជំនាន់ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាតើខ្សែពណ៌ដ៏អស្ចារ្យទាំងនេះកើតឡើងតាមរបៀបណាហេតុអ្វីបានជាលេចឡើងតែបន្ទាប់ពេលភ្លៀងរួចហើយហេតុអ្វីបានជាមានរាងកោងជានិច្ចថ្ងៃនេះ Bright Idea នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីអត្ថកម្បាំងនិងហេតុផលវិទ្យាសាស្ត្រដ៏ច្បាស់លាស់នៅពីក្រោយការកើតនៃឥន្ទនូដើម្បីឲ្យឥន្ទនូមួយអាចលេចរូបរាងឡើងបានធម្មជាតិតម្រូវឲ្យមានធាតុផ្សំសំខាន់ៗមកជួបគ្នានោះគឺពន្លឺព្រះអាទិត្យនិងដំណក់ទឹកភ្លៀងដែលកំពុងធ្លាក់ឬដក់នៅក្នុងអាកាសដោយដែលយើងបានដឹងនៅក្នុងវីដេអូមុនរួចមកហើយថាពន្លឺព្រះអាទិត្យដែលយើងមើលឃើញថាមានពណ៌សតាមពិតទៅវាគឺជាការរួមផ្សំនៃពណ៌ចម្រុះជាច្រើននៅក្នុងពេលដែលពន្លឺព្រះអាទិត្យធ្វើដំណើរទៅប៉ះចំដំណក់ទឹកភ្លៀងរាប់លានដំណក់នៅលើអាកាសវានឹងបង្កើតឲ្យមានបាតុភូតរូបវិទ្យាចំនួន3ដំណាក់កាលភ្លាមៗដែលដំណក់ទឹកភ្លៀងនីមួយៗបំពេញតួនាទីដូចជាកញ្ចក់ព្រីសតូចៗអញ្ចឹងដំណាក់កាលទី1ហៅថាការឆ្លងកាត់នៃបង្វែរទិសដៅនៃពន្លឺ reflection នៅពេលដែលពន្លឺព្រះអាទិត្យធ្វើដំណើរពីខ្យល់អាកាសរួចចូលទៅក្នុងដំណក់ទឹកភ្លៀងល្បឿននៃពន្លឺត្រូវបានថយចុះព្រោះទឹកមានដង់ស៊ីតេក្រាស់ជាងខ្យល់ការថយល្បឿននេះធ្វើឲ្យពន្លឺពុតកោងឬបង្វែរទិសដៅនៅខណៈដែលវាពុតកោងនោះពន្លឺពណ៌សក៏ចាប់ផ្ដើមបំបែកខ្លួនចេញជាពណ៌ដាច់ដោយឡែកពីគ្នាពីព្រោះពណ៌នីមួយៗមានប្រវែងរលកសញ្ញាខុសៗគ្នាដោយសារតែពណ៌ខៀវនិងស្វាយពុតកោងខ្លាំងជាងគេចំណែកឯពណ៌ក្រហមពុតកោងតិចជាងគេដំណាក់កាលទី2ហៅថាការឆ្លុះបញ្ចាំងផ្នែកខាងក្នុងបន្ទាប់ពីពន្លឺបំបែកខ្លួនរួចវានឹងធ្វើដំណើរទៅបុកប៉ះនឹងផ្ទៃខាងក្រោយនៃដំណក់ទឹកភ្លៀងនៅត្រង់ចំណុចនេះផ្ទៃខាងក្រោយនៃដំណក់ទឹកភ្លៀងនឹងបំពេញតួនាទីដូចជាកញ្ចក់ឆ្លុះដោយវានឹងជះឬឆ្លុះបញ្ចាំងពន្លឺពណ៌ទាំងអស់នោះត្រឡប់មកក្រោយវិញដែលយើងហៅថាចំណាំងផ្លាតដំណាក់កាលទី3ហៅថាការចាក់ចេញនិងបំបែកពណ៌ចុងក្រោយពន្លឺដែលឆ្លុះត្រឡប់មកវិញនោះនឹងត្រូវធ្វើដំណើរធ្លាក់ចេញពីដំណក់ទឹកភ្លៀងមកក្នុងខ្យល់អាកាសម្ដងទៀតនៅពេលដែលវាឆ្លងកាត់ពីទឹកមកខ្យល់វានឹងរងការបង្វែរទិសដៅជារលកទី2ដែលធ្វើឲ្យពណ៌ទាំងឡាយរឹតតែរីកធំនិងបំបែកខ្លួនដាច់ពីគ្នាកាន់តែច្បាស់មុននឹងបាញ់មកចំប្រស្រិចភ្នែករបស់យើងនៅពេលដែលដំណើរការទាំង3ដំណាក់កាលនេះកើតឡើងនៅក្នុងពេលតែមួយនៅលើដំណក់ទឹកភ្លៀងរាប់លានដំណក់នៅលើផ្ទៃមេឃវាក៏បង្កើតបានជាផ្ទាំងទស្សនីយភាពឥន្ទនូដ៏ធំដែលមានលំដាប់លំដោយពណ៌ច្បាស់លាស់ជានិច្ចគឺចាប់ដើមពីពណ៌ក្រហមទឹកក្រូចលឿងបៃតងខៀវចាស់និងពណ៌ស្វាយចុះហេតុអ្វីបានជាឥន្ទនូមានរាងកោងនេះគឺជាការពិតវិទ្យាសាស្ត្រដ៏គួរឲ្យភ្ញាក់ផ្អើលមួយតាមពិតទៅឥន្ទនូមិនមែនមានរាងកោងពាក់កណ្ដាលរង្វង់ដោយដែលយើងបានឃើញពីដីនោះទេនៅក្នុងទម្រង់ពិតប្រាកដរបស់វាឥន្ទនូមានរាងរង្វង់មូលបិទជិត 100% តែម្ដងប៉ុន្តែដោយសារតែយើងឈរនៅលើផ្ទៃដីខ្សែបន្ទាត់ជើងមេឃបានកាត់ផ្ដាច់ពាក់កណ្ដាលនៃផ្នែកខាងក្រោមរបស់វាចេញធ្វើឲ្យយើងមើលទៅឃើញត្រឹមតែធ្នូកោងខាងលើតែប៉ុណ្ណោះប្រសិនបើអ្នកមានឱកាសជិះនៅលើយន្តហោះឬឈរនៅលើកំពូលភ្នំខ្ពស់ចំពេលដែលមានឥន្ទនូអ្នកនឹងអាចមើលឃើញឥន្ទនូមានរាងជារង្វង់មូលយ៉ាងល្អឥតខ្ចោះម្យ៉ាងវិញទៀតឥន្ទនូមិនមែនជាវត្ថុរឹងឬជាទីតាំងជាក់លាក់ណាមួយដែលយើងអាចទៅប៉ះបានឬនៅជិតបានឡើយវាគ្រាន់តែជាបាតុភូតអុបទិកឬជាពន្លឺបំភាន់ភ្នែកដែលអាស្រ័យទៅលើទីតាំងដែលអ្នកឈរមើលតែប៉ុណ្ណោះដើម្បីមើលឃើញឥន្ទនូភ្នែករបស់អ្នកត្រូវតែស្ថិតនៅចំកណ្ដាលដោយមានព្រះអាទិត្យនៅចំពីក្រោយខ្នងរបស់អ្នកហើយដំណក់ទឹកភ្លៀងត្រូវតែស្ថិតនៅខាងមុខរបស់អ្នកជានិច្ចនេះមានន័យថាមនុស្សពីរនាក់ដែលឈរនៅកន្លែងខុសគ្នាទោះបីជាមើលទៅមេឃតែមួយក៏ពួកគេកំពុងមើលឃើញឥន្ទនូពីរខុសគ្នាដែលកាត់ចេញពីដំណក់ទឹកភ្លៀងផ្សេងគ្នាដែរក្រៅពីឥន្ទនូធម្មតាជួនកាលយើងក៏អាចមើលឃើញឥន្ទនូពីរជាន់នៅក្នុងពេលតែមួយផងដែរឥន្ទនូទី2ដែលនៅខាងលើនឹងមានពណ៌ព្រាលៗជាងគឺកើតឡើងដោយសារតែពន្លឺព្រះអាទិត្យរងការឆ្លុះបញ្ចាំងនៅក្នុងដំណក់ទឹកភ្លៀងរហូតដល់ទៅ2ដងមុននឹងជះចេញមកក្រៅដែលធ្វើឲ្យលំដាប់ពណ៌ឥន្ទនូទី2នេះត្រូវត្រឡប់បញ្ច្រាស់មកវិញដោយមានពណ៌ក្រហមនៅខាងក្នុងនិងពណ៌ស្វាយនៅខាងក្រៅវិញសរុបសេចក្តីមកឥន្ទនូស្រស់ស្អាតដែលលេចឡើងនៅលើមេឃគឺជាលទ្ធផលនៃការរៀបចំដ៏ល្អឥតខ្ចោះនៃធម្មជាតិដែលផ្លាស់ប្ដូរដំណក់ទឹកភ្លៀងជាសាមញ្ញធ្វើឲ្យជាកញ្ចក់ច្នៃប្រឌិតបំបែកពណ៌ពន្លឺនៃព្រះអាទិត្យចេញជាពណ៌ឥន្ទនូពិតជាអស្ចារ្យនិងពោពេញដោយចំណេះដឹងមែនទេប្រសិនបើប្រិយមិត្តចូលចិត្តគំនិតច្នៃប្រឌិតនិង Bright Idea បែបនេះកុំភ្លេចចុច like follow ទំព័ររបស់ Page និង Channel YouTube Bright Idea និងជួយ share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកដើម្បីទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃពី Bright Idea តើអ្នកធ្លាប់បានឃើញឥន្ទនូរាងរង្វង់មូលឬឥន្ទនូពីរជាន់ដែរឬទេសូមបញ្ចេញមតិយោបល់នៅខាងក្រោមសូមអរគុណជួបគ្នានៅវីដេអូក្រោយ